សួស្តីអ្នកគ្នាបាទថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបនៃការ download Google Play Game ចូលទៅកាន់ laptop របស់យើងដែលធ្វើឲ្យយើងអាចធ្វើការលេង game ផ្សេងៗបាននៅក្នុង computer របស់យើងដោយខ្លួនឯងដោយផ្ទាល់តែម្ដងអូខេអញ្ចឹងស្មើយើងអាចធ្វើបានអ្នកគ្នាកុំភ្លេចទស្សនាវីដេអូនេះដល់ចប់សូមជម្រាបអ្នកគ្នាកុំភ្លេចចុច like share ឬក៏ subscribe អ្នកមួយដើម្បីទទួលបាននូវវីដេអូឬក៏ចំណេះដឹងផ្សេងៗទៀតទាក់ទងជាមួយនឹង laptop ឬក៏ technology ថ្មីៗផងដែរអូខេអញ្ចឹងយើងទៅទស្សនាក្នុង computer យើងទាំងអស់គ្នាអូខេអ្នកគ្នាអញ្ចឹងដើម្បីយើងធ្វើការ download ជាមួយនឹងកម្មវិធីឬក៏របស់ Google តែម្ដងទៅលើប្រភេទ Google Play Game បាទដើម្បីយើងអាចធ្វើការលេង game បាននៅក្នុង computer របស់យើងដោយខ្លួនឯងបានបាទហើយ free ទេអ្នកគ្នាអញ្ចឹងជាដំបូងអ្នកគ្នាទៅ check ជាមួយនឹងប្រភេទ machine របស់យើងសិនដើម្បីឲ្យវា support ជាមួយយើងមានន័យថាយើងបើកជំនួយ Visual Machine ក្នុងការឲ្យ laptop របស់យើងអាចអនុញ្ញាតឲ្យ laptop របស់យើងធ្វើការលេង game បានអូខេអញ្ចឹងដើម្បីយើងធ្វើបានអ្នកគ្នាចូលទៅកាន់ផ្នែកខាងក្រោមនេះបាទឬក៏អ្នកគ្នាចុចលើ keyboard Control C Escape បាទអានេះក៏បានឬក៏អ្នកគ្នាយកមកអ្នកគ្នាយកដាក់ផ្នែកខាងក្រោមនេះឲ្យមកស្ដាំហើយយក Test Manager បាទ Test Manager ហើយតើមកអ្នកគ្នាយកផ្នែកខាងនេះបាទ Performance បន្តមកអ្នកគ្នាធ្វើការឆែកទៅលើ CPU បាទចុចយក CPU ហើយតើមកអ្នកគ្នាធ្វើការ enable បាទបើឃើញវា disable អ្នកគ្នាចូលទៅបើកវានៅក្នុង BIOS យើងធ្វើការ enable វិញបាទអញ្ចឹងអ្នកគ្នាអត់តាន់បើកទេអ្នកគ្នាអាច comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូពីរបៀបនៃការបើក enable ទៅលើ Visual Machine របស់យើងអូខេអញ្ចឹងគេច្រើនគឺវា enable អស់ហើយបាទអូខេអញ្ចឹងអ្នកគ្នាខ្ញុំមានអ្នកគ្នាដើម្បីយើងធ្វើការ download បានអ្នកគ្នាចូលទៅកាន់ internet របស់យើងមួយបាទអ្នកគ្នាប្រើ Google Chrome ចូល Chrome ប្រើ Firefox ចូល Firefox ប្រើរបស់បាទអញ្ចឹងខ្ញុំប្រើជាមួយនឹង Google Chrome មួយបាទអញ្ចឹងខ្ញុំធ្វើការ search ថាGoogle Play Game បាទអញ្ចឹងអ្នកគ្នាចុច enter អញ្ចឹងបន្តមកអ្នកគ្នានឹងឃើញនៅផ្នែកខាងលើផុតបាទ Play Game បាទអញ្ចឹងអ្នកគ្នាយកផ្នែកខាងលើហើយបន្តមកអ្នកគ្នាធ្វើការទាញយកនៅលើ computer ឬក៏ download អីចឹងទៅបាទដោយសារនេះវាលោអក្សរខ្មែរអូខេអញ្ចឹងបន្ទាប់នេះវានឹងធ្វើការ download មកហើយ file វាត្រឹមតែ39 MBទេអញ្ចឹងយើងចូលទៅកាន់ក្នុងការតម្លើងទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងតម្លើងបានអ្នកគ្នាចូលទៅកាន់ file folder ក៏បានឬក៏ចុច run នៅលើនឹងយកតែម្ដងក៏បានដែរអូខេអញ្ចឹងវាកំពុងតែដំណើរការហើយបាទអញ្ចឹងខ្ញុំធ្វើការចុចពាក្យថាដំឡើងឬក៏យើងធ្វើការ install ទៅបាទបើដោយសារនេះវាជាប់ជាមួយនឹងភាសាខ្មែរខ្ញុំបានតាមដូរជាភាសាអង់គ្លេសអញ្ចឹងណាអ្នកគ្នាអូខេអញ្ចឹងយើងធ្វើការរកចាំវាគឺក្នុងការតម្លើងទៅតាមអ៊ីនធឺណិតរបស់អ្នកគ្នាបើអ៊ីនធឺណិតរបស់អ្នកដើរលឿនវានឹងដំណើរការលឿនបាទសម្រាប់ MB គឺស៊ីត្រឹមតែ850 MB ទេអត់ដល់ 1G ទេអ្នកគ្នាបាទវាគូសមបាទទូចល្មមទេអូខេអញ្ចឹងអ្នកគ្នារកចាំបន្តិចទៅអូខេអ្នកគ្នាបន្ទាប់ពីយើងធ្វើការ download រួចរាល់ហើយគឺវានឹងធ្វើឲ្យយើង sign in បាទចូលទៅកាន់ Google account របស់យើងមួយបាទអញ្ចឹងខ្ញុំមានជំនឹងចុចកន្លែង sign in បាទជាមួយ Google account យើងមួយមកបាទជាមួយនឹង Gmail ហ្នឹងអ្នកគ្នាអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ជាមួយនឹង Gmail របស់យើងមួយមកអូខេអញ្ចឹងយើងធ្វើការ sign in យកតែម្ដងអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងធ្វើការ create យកតែម្ដងអ្នកគ្នាយើង create profile យើងដាក់ឈ្មោះហ្នឹងបាទបើសិនអ្នកគ្នាចង់ដូរឈ្មោះក៏បានដែរបាទហើយបន្តមកយើង scroll វាមកក្រោមបន្តិចដើម្បីយើងអាននៅច្បាប់នៃរបស់ Google ទៅហើយបន្តមកយើងធ្វើការចុច accept បាទដល់ត្រង់ចំណុចនេះយើងធ្វើការ finish បាទអញ្ចឹងអ្នកគ្នាដោះជាមួយនឹង text នេះចោលទៅយើងមិនចាំ add extension អីទេបាទអញ្ចឹងយើងធ្វើការចុច finish អូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺយើងនឹងឃើញហើយគឺ game ជាច្រើនដែលយើងអាចធ្វើការ download លេងបានបាទមិនថា Free Fire Mobile Legends ឬក៏ game ផ្សេងៗទៀតគឺអ្នកគ្នាអាចធ្វើការលេងបានដូចនៅក្នុងទូរស័ព្ទដៃរបស់យើងអញ្ចឹងបាទអញ្ចឹងពិតជាងាយស្រួលខ្លាំងមែនទែនអូខេអញ្ចឹងដូចជាខ្ញុំធ្វើការ download ជាមួយ Mobile Legends មួយហើយបន្តមកអ្នកគ្នាធ្វើការ install ទៅបាទនោះវានឹងធ្វើការលេងប្រើប្រាស់បានតែម្ដងអញ្ចឹងយើងធ្វើការចុច add បាទមកដល់ត្រង់ចំណុចនេះវានឹងកំពុងតែធ្វើការដំណើរការក្នុងការ download ហើយបាទអញ្ចឹងអ្នកគ្នាឲ្យរងចាំតាមនឹងបានអូខេអញ្ចឹងការលេង game មិនថា game ផ្សេងៗទេគឺអ្នកគ្នាអាចធ្វើការ download បានដោយ free ចេញពី Google Play Game តែម្ដងអូខេបន្ទាប់ពីយើងធ្វើការ download ហើយវានឹងឲ្យយើង play យកតែម្ដងអញ្ចឹងអ្នកគ្នាធ្វើការ play យកទៅបាទ
ចឹងនោះវានឹងចូលទៅកាន់កម្មវិធីការលេងហ្គេមបានហើយសម្រាប់ហ្គេមផ្សេងៗទៀតក៏មានដែរអ្នកគ្នាបាទអ្នកគ្នាអាចឆែកទៅលើក្នុងការ download បានបាទចឹងអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍ក្នុងការ download ឲ្យអ្នកគ្នាមើលទេបាទចឹងគឺនេះអ្នកគ្នាគឺវាចូលទៅកាន់ហើយគឺយើងអាចប្រើប្រាស់លេងបានដូចក្នុងទូរស័ព្ទដៃយើងអញ្ចឹងអ្នកគ្នាបាទហើយសម្រាប់កុំព្យូទ័រអ្នកគ្នាកម្រិតមធ្យមអីក៏ប្រើប្រាស់បានដែរបាទដោយសារអានេះគឺវាចេញពីក្រុមហ៊ុនរបស់ Google តែម្ដងបាទអត់មានបញ្ហាអីទេអញ្ចឹងមិនខ្លាចមិនរោគមិនអីចូលទេអ្នកគ្នាអានេះគឺ professional ចេញពី Google Play Game តែម្ដងអ្នកគ្នាអញ្ចឹងយើងអាចធ្វើការលេងបានដោយសេរីអូខេអញ្ចឹងបើសិនអ្នកគ្នាចង់ download game ផ្សេងទៀតអ្នកគ្នាយកពាក្យផ្នែកខាង home នៃនេះបាទអញ្ចឹងយើងអាចធ្វើការ search មើលបានឬអ្នកគ្នាអាចស្គាល់រកមើលបានបាទគឺថាមាន game ជាច្រើនបាទសឹងតាដូចនៅក្នុងទូរស័ព្ទដៃបើយើងចឹងអ្នកគ្នានៅក្នុង Play Store អញ្ចឹងបាទគឺមានគ្រប់សពទាំងអស់តែម្ដងអ្នកគ្នាបាទអញ្ចឹងកន្លែងនេះក៏អ្នកគ្នាអាចធ្វើការស្វែងរកបានហើយអ្នកគ្នាអាច search បានបាទអ្នកគ្នាsearch រកទៅអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ download បានវានឹងធ្វើការ add មកកាន់ home page របស់យើង direct តែម្ដងបាទទៅលើ screen នៃ laptop របស់យើង direct តែម្ដងគឺដូចនៅក្នុងទូរស័ព្ទដៃយើងអញ្ចឹងអូខេអានេះវាកំពុងតែដំណើរការចូលហើយជាមួយខ្ញុំលេខសារអ្នកគ្នាមើលមួយអូខេកន្លែងនេះយើងអាចធ្វើការបាទយើងអាចរើប្រទេសចឹងទៅឧទាហរណ៍ខ្ញុំយកតាមរបស់គេតែម្ដងបាទអញ្ចឹងគឺល្អមែនតើអ្នកគ្នាអញ្ចឹងសម្រាប់អ្នកគ្នាចង់លេង game អីបាទក្នុងកុំព្យូទ័រដៃរបស់យើងក៏មានធ្វើការលេងតាមគ្នាដែរដោយមិនចាំបាច់ទៅតឡាកម្មវិធីផ្សេងៗដូចជា Stack ឬក៏ Early Player អីទេធ្វើឲ្យម៉ាស៊ីនរបស់យើងត្រូវការ CPU ខ្លាំងត្រូវការ VGA ដាច់អីចឹងទៅប៉ុន្តែអានេះគឺរបស់ក្រុមហ៊ុន Google តែម្ដងគឺអ្នកគ្នាមានម៉ាស៊ីនមុំអីគឺអ្នកគ្នាក៏អាចលេងបានដែរបាទជំនួសប្រភេទ game នៅក្នុងទូរស័ព្ទដៃយើងអញ្ចឹងបាទអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកគ្នាកុំភ្លេច like share ឬក៏ Welcome to Mobile Legends ចឹងបើសិនអ្នកគ្នាចង់បាន Hitting the battlefield for the first time. This is all so ចូលទៅក្នុង exciting. កុំព្យូទ័រមកគ្នាក៏អាច comment ខាងក្រោមបានផងដែរខ្ញុំនឹងធ្វើការចេញវីដេអូជូនអ្នកគ្នាទៅម្ដងអូខេអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ